តើបងប្អូនឈឺចាប់នៅត្រង់ចំណុចណានៃពុះបាទសម្រាប់វីដេអូនេះគឺខ្ញុំចង់ចែករំលែកនៅចំណុចទាំង9តំបន់នៃពុះដើម្បីឲ្យបងប្អូនដឹងថាតំបន់នីមួយៗតើមានអ្វីខ្លះបាទមុនពេលចាប់ផ្ដើមនៅបទបង្ហាញរបស់ខ្ញុំបាទខ្ញុំបាទក៏សូមជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមានកាដូពិសេសដើម្បីចែកជូនដល់បងប្អូនទាំងអស់គ្នាបាទសួរថាតើពេលនេះបងប្អូនកំពុងមានការឈឺចុកចាប់នៅម្ដុំណានៃពុះបាទហើយពុះយើងបានចែកចេញជា9តំបន់បាទហើយតំបន់នីមួយៗតើមានសរីរៈអ្វីខ្លះនៅទីនោះបាទអញ្ចឹងបងប្អូនឈឺចាប់នៅចំណុចណាបាទអញ្ចឹងបងប្អូនរងចាំបាទទស្សនាបទបង្ហាញរបស់ខ្ញុំនេះបាទជាបន្តបន្ទាប់បាទចំណុចទី1សួតផ្នែកខាងស្ដាំបាទនៅពីខាងក្រោយថ្លើមផ្នែកខាងស្ដាំនៅពីខាងមុខបាទថង់ទឹកប្រមាត់តម្រងនោមគឺនៅផ្នែកខាងក្រោយចំណុចទី2មានក្រពះបំពង់អាហារថ្លើមនិងលំពែងចំណុចទី3មានសួតខាងឆ្វេងអណ្ដើកពោះវៀនធំនិងតម្រងនោមផ្នែកខាងឆ្វេងចំណុចទី4មានពោះវៀនធំខាងស្ដាំតម្រងនោមខាងស្ដាំបំពង់បង្ហួរនោមខាងស្ដាំចំណុចទី5មានក្រពះលំពែងពោះវៀនធំផ្នែកខាងលើពោះវៀនតូចទី6មានពោះវៀនធំផ្នែកខាងឆ្វេងតម្រងនោមផ្នែកខាងឆ្វេងនិងបំពង់បង្ហួរនោមខាងឆ្វេងចំណុចទី7មានពោះវៀនខ្នែងពោះវៀនធំផ្នែកខាងស្ដាំបំពង់បង្ហួរនោមផ្នែកខាងស្ដាំត្រគាកផ្នែកខាងស្ដាំចំណុចទី8មានផ្លោកនោមស្បូនឬដៃស្បូនក្រពេញប្រូស្តាតចុងពោះវៀនធំត្រគាកចំណុចទី9មានពោះវៀនធំផ្នែកខាងឆ្វេងត្រគាកផ្នែកខាងឆ្វេងបាទខ្ញុំបាទសូមថ្លែងអំណរគុណបាទយ៉ាងខ្លាំងសម្រាប់បងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនានៅបទបង្ហាញរបស់ខ្ញុំមួយនេះបាទសូមបញ្ជាក់ថាទាំងនេះមិនមែនជាការរៀនបច្ចេកទេសពេទ្យទេគឺជាការចែករំលែកនៅបទពិសោធន៍ខ្លះៗ